ពេលខ្លះនៅពេលដែលខ្ញុំធ្វើល្អឲ្យនរណាម្នាក់គេតែងតែចង់បានឬក៏ទាមទារអ្វីដែលលើសពីនឹងរហូតដូចដែលខ្ញុំហ្នឹងធ្វើអីអត់ដែលបានគ្រប់គ្រាន់សម្រាប់គេចឹងខ្ញុំចាំបានពេលខ្លះខ្ញុំហត់ខ្លាំងមែនតើប៉ុន្តែខ្ញុំអត់អាចល្អូរទន់ឬក៏ខ្ញុំអត់អាចនិយាយអីបានទេហើយខ្ញុំគ្រាន់តែសង្ឃឹមថាមាននរណាម្នាក់នឹងយកចិត្តទុកដាក់នឹងយល់ពីការខំប្រឹងប្រែងរបស់ខ្ញុំយល់ពីទង្វើល្អដែលខ្ញុំបានធ្វើទៅតែជាក់ស្ដែងទៅគឺវាអត់មានគេមើលឃើញតែពេលដែលខ្ញុំធ្វើអ្វីខុសមិនថាវាទូចប៉ុណ្ណាក៏ដោយគេតែងតែរោចំណុចនិយាយមកតទៅបានហើយខ្ញុំគិតថាបើសិនជាខ្ញុំខ្លាំងជាងនេះបើសិនជាខ្ញុំខំប្រឹងធ្វើល្អឲ្យខ្លាំងជាងនេះគេនឹងអាចមើលឃើញប៉ុន្តែយូរទៅខ្ញុំបានរៀនមួយចំណុចគឺថាមិនមែនមនុស្សគ្រប់គ្នានឹងអាចមើលឃើញតម្លៃរបស់ខ្ញុំទេទោះបីជាខ្ញុំខំធ្វើល្អប៉ុណ្ណាក៏ដោយពេលខ្លះមិនមែនមកពីខ្ញុំមិនល្អគ្រប់គ្រាន់ទេតែគឺគេគឺជាមិនមែនមនុស្សសម្រាប់យើងឬក៏យើងមិនមែនជាមនុស្សសម្រាប់គេអញ្ចឹងហើយទោះបីជាយើងខំធ្វើល្អប៉ុណ្ណាក៏វានៅតែមើលទៅគឺវាគ្មានតម្លៃអ្វីសោះទោះបីជាយើងខំដល់ណាក៏ដោយគឺអាចមានតម្លៃសម្រាប់គេទេ